បាទសួស្តីបងប្អូននេះវីដេអូយើងទៅលេងកោះកុងណាបងប្អូនអញ្ចឹងចាប់ផ្ដើមដំបូងនេះចេញពីវងមូលប្រម៉ោយមូលប្រម៉ោយនេះគឺស្ថិតនៅក្នុងខេត្តពោធិ៍សាត់ណាបងប្អូនអញ្ចឹងយើងចាប់ផ្ដើមចេញនៅកន្លែងនេះគឺទៅដល់យើងឈប់ថតនៅទីនេះ3 4នាក់ហ្នឹងបងប្អូនឃើញទេអ្នកនិយាយគឺកំពុងពកកូននេះចូលដល់ផ្លូវលបឿនផ្លូវដែលយើងធ្វើកាត់ពីរាជរដ្ឋាភិបាលធ្វើកាត់ពីខេត្តពោធិ៍សាត់ទៅខេត្តកោះកុងណាបងប្អូនហើយយើងមើលនៅតាមដងផ្លូវទៅមុខទៀតស្អាតមែនតើនេះគឺទេសភាពយើងមើលទៅដូចជិះទៅបុកទៅចំភ្នំអញ្ចឹងណាទៅដល់ហ្នឹងសិតតែព្រៃភ្នំអីហ្នឹងអូស្រស់ស្រាយមែនតើបងប្អូនទៅដល់ពេលទៅដល់មកទៀតបងប្អូននឹងឃើញថាទេសភាពបែបណាណាពីនេះអ្នកថតហ្នឹងគឺឈរនៅគេពីមុខហ្នឹងដូចអង្គុយលើដបូឡានណាបងប្អូនខ្ញុំច្រឡំថាខ្ញុំអង្គុយលើដបូឡានថតអីអត់ទេនេះគឺយើងឈរនៅក្រោយឡានpick up ហ្នឹងហើយឈរថតឲ្យឡើងបាសសក់បងប្អូនបើខ្យល់វូខ្ញុំអត់បើកសលេងបើសិនជាបើកសលេងទៅឮខ្យល់ខ្លាំងហ្នឹងណាខ្យល់វូលាន់ស្ដាប់អីអត់ចឹងបានទេហើយមើលទេសភាពស្អាតមែនតើណាស្អាតមែនតើគឺព្រៃភ្នំអូហើយខ្យល់ស្រស់ស្រាយបងប្អូនយើងជិះតែកាត់ទៅលេងហ្នឹងក៏មានអារម្មណ៍ថាស្រស់ស្រាយថ្ងៃបងប្អូនខ្ញុំគិតថាថ្ងៃណាឈប់សម្រាកអីគួរតែជិះផ្លូវហ្នឹងទៅហើយគឺមានអារម្មណ៍ថាល្អមែនតើទេសភាពនៅតាមហ្នឹងហើយខ្យល់បរិសុទ្ធមកវូហើយមេឃក៏ស្លាស់ល្អទៀតយើងមើលអំណោយផលមែនតើហើយប្រហែលជាខ្ញុំកំពុងតែធ្វើដំណើរនេះប្រហែលជាម៉ោងប្រហែលជា9:10យើងនៅលើផ្លូវហ្នឹងហើយនេះចាប់ផ្ដើមចូលដល់ផ្លូវដែលជាប់នឹងព្រៃជាប់នឹងអីចឹងណាហើយនេះតាមផ្លូវកាច់កុងចូលឡើងរហូតបងប្អូនមើលទៅណាតាមសងខានេះខ្ញុំថតផ្លូវនេះឲ្យចំពីមុខដោយសារអីហើយបានឃើញផ្លូវទាំងអស់គ្នាព្រោះចេតនាចង់ទៅមើលផ្លូវហ្នឹងទេផ្លូវហ្នឹងថាស្អាតណាទៅដល់អត់ខកម្ដងទេបងប្អូនគឺស្អាតមែនតើណាផ្លូវហ្នឹងហើយក៏ពិតផ្លូវនេះអាចគ្រាន់តែផ្លូវគឺយើងអាចជាផ្នែកមួយនៃទេសចរដែលយើងអាចទស្សនាបានមិនបាច់ចាំទៅដល់កោះកុងអីសមុទ្រអីទេយើងមើលសមុទ្រព្រៃឈើរបស់យើងក៏បានដែរព្រៃឈើយើងនេះណាគឺទៅចាប់ដើមទៅសឹមទៅដល់ចូលកាន់តែជ្រៅទៅដល់មុខនេះចាប់ដើមផ្លូវរៀងពិបាកនេះណាចូលមកដល់នេះចាប់ដើមសិតតែព្រៃណាបងប្អូនសងខាងផ្លូវនេះអត់ស្ងាត់ទេឡានធ្វើដំណើរណាច្រើនកក៏មិនតិចទេគឺអ្នកធ្វើដំណើរច្រើនតាមផ្លូវហ្នឹងប្រហែលជាសុទ្ធតែអ្នកចង់ដឹងចង់ស្គាល់ដូចពួកខ្ញុំណាអញ្ចឹងណារៀងចង់ដឹងថាផ្លូវហ្នឹងជិះទៅប្រហែលម៉ោងដល់ហើយទេសភាពមិនដែរហើយខ្ញុំមិនកាត់ទេដោយសារខ្ញុំមិនចេញពីប្រម៉ោយហ្នឹងទៅទេគឺមុនទៅដល់ហ្នឹងយើងធ្វើដំណើរពីដោយសារខ្ញុំនៅខេត្តកណ្ដាលអញ្ចឹងត្រូវឆ្លងកាត់កំពង់ឆ្នាំងណាបានទៅដល់ពោធិ៍សាត់កំពង់ស្ពឺកំពង់ឆ្នាំងបានទៅដល់ពោធិ៍សាត់ដល់អញ្ចឹងហើយខ្ញុំថតកាត់ហ្នឹងគឺកាត់ចេញពីមងមូលប្រម៉ោយទៅមកតែម្ដងទៅណានេះទេសភាពសិតតែព្រៃបងប្អូនមើលទៅគឺស្រស់មែនតើហើយមិនថាទេសភាពស្រុកគេណាល្អជាងស្រុកយើងអត់ទេតែស្រុកខ្មែរយើងហ្នឹងគឺឲ្យតែយើងបានដើរទៅស្រុកខ្មែរយើងហ្នឹងគឺអត់ខ្វះកន្លែងដែលអាចមើលបានទេបងប្អូនអញ្ចឹងមើលទៅណាហើយផ្លូវខ្មែរខ្ញុំពេលដែលខ្ញុំជិះទៅខ្ញុំមានអារម្មណ៍ថាអស្ចារ្យពេលដែលខ្មែរអាចធ្វើបានហើយខ្ញុំសង្ឃឹមថានឹងមានផ្លូវបែបនេះច្រើនទៀតនៅស្រុកខ្មែរយើងហើយបងប្អូនគួរតែមានពេលវេលាមានថវិកាគួរតែធ្វើដំណើរណាទៅជាលក្ខណៈទេសចរដើរលេងអីចឹងទៅហើយយើងបាច់ថ្ងៃហ្នឹង
ចេតនាហ្នឹងគឺទៅដើរលេងមែនតើហ្មងគឺដើរជិះមើលហ្មងជិះមើលព្រៃមើលផ្លូវនឹងឲ្យស្គាល់អញ្ចឹងអត់មានគោលដៅណាចម្បងអីទេហើយគោលដៅដែលទៅហ្នឹងគឺទៅមើលផ្លូវមើលព្រៃហ្នឹងចឹងនេះណាអត់ស្ងាត់ទេដូចខ្ញុំថាមិញគឺមានឡានមានម៉ូតូបើកទៀតណាបងប្អូនម៉ូតូបើកតាមហ្នឹងគឺអឺខ្ញុំទៅសារប្រកួតដែរគាត់ជិះតាមហ្នឹងអត់ខ្លាចអស់សាំងអីតាមផ្លូវព្រោះដូចអត់មានឃើញកន្លែងចាក់សាំងចាក់អីទេនៅហ្នឹងគឺយើងជិះរហូតទៅមានព្រៃនេះមកដល់កន្លែងនេះគឺលក្ខណៈចង្កេះភ្នំគេធ្វើជាតាមចង្កេះភ្នំបងប្អូនមើលទៅគឺស្អាតមែនតើហើយផ្លូវកាច់កង់មើលបត់ទៅនោះកាច់លក្ខណៈចង់លក្ខណៈតុងអាំងចាប់ដើមកាច់កង់មើលបងប្អូនស្រស់ស្រាយមែនតើស្រស់ស្រាយគឺអស្ចារ្យមែនតើហើយមេឃឆ្លាស់ល្អមែនតើនេះហ្នឹងហើយអត់ក្តៅទេគឺតុងឧបក្តៅនេះជិះក្រោយហ្នឹងគឺអត់ចូលក្នុងឡានដែរប៉ុន្តែអត់ចូលទៅជិះក្នុងឡានដែរប៉ុន្តែអត់មេឃសតុំហើយតិចស្រួលទៀតខ្យល់មកបលសិតទៀតដល់អញ្ចឹងជិះនៅក្រោយហ្នឹងអាចស្រស់ស្រាយជាងនៅក្នុងនេះបងប្អូនពុះភ្នំពុះឯមិននេះជាចង្កេះភ្នំណាតែជើងភ្នំតាមផ្លូវគេមានដាក់ផ្លាកដាក់អីមានទាំងធុងសម្រាមទៀតបងប្អូនកុំឲ្យយើងដាក់បោះចោលសម្រាមពីវាពេលកាលគឺមានធុងសម្រាមមានអីសម្រាប់ឲ្យយើងថែសារអនាម័យថែសារអីចឹងនេះណាតិចទៀតផុតហ្នឹងទៅយើងទៅដល់ផុតនេះបន្តិចដូចជាទៅដល់ស្ពានដែលយើងល្បីគ្រប់គ្នាស្ពានដែលខ្ពស់ជាងគេទៅដល់ហើយហើយជានេះឃើញពតកលឹងភ្នំហ្នឹងបងប្អូនកលឹងទៅហើយទៅសំតិចដោយសារយើងបើកមើលទេសភាពនេះស្ពានណាបងប្អូនស្ពានដែលខ្ពស់ជាងគេយើងឈប់ថតអាហ្នឹងហើយខ្ពស់មែនដូចគេល្បីមែនខ្ពស់ហើយវែងដែរណាស្ពានហ្នឹងដូចជាឈ្មោះស្ពានឆៃលូហើយឆៃលូនេះហើយកម្ពស់ដូចជា90ម៉ែត្រដែរកម្ពស់90ម៉ែត្រហើយមកអ្នកដើរនោះបងប្អូនដឹងពីណាអីក្មេងខ្ញុំណាកំពុងដើរគាត់ដើរមើលគាត់ចង់ឃើញថាកម្ពស់ប៉ុណ្ណាហើយអូឃើញតែអូខេខ្ពស់ចឹងតោះយើងចូលឡានវិញទៅមុខទៀតចឹងនេះមកដល់នេះកាត់ហើយបងប្អូននេះកន្លែងផ្លូវកាច់កង់នេះខ្ញុំឃើញខ្ញុំស្រឡាញ់ផ្លូវកន្លែងហ្នឹងជាងគេគឺស្អាតមែនតើស្អាតណាស់ផ្លូវហ្នឹងតែគាត់កន្លែងហ្នឹងគាត់ចាក់បេតុងប៉ុន្តែប្រហែលជាមិនល្អិលទេផ្លូវនេះឬក៏អាចល្អិលអីយើងប្រយ័ត្នប្រយែងអស់នេះព្រោះយើងកាច់មែនតើប៉ុន្តែមកដល់នេះយើងបើតិចទៅមើលទៅស្អាតកន្លែងហ្នឹងស្អាតជាងគេកាច់កង់ផ្លូវហើយភ្នំអីជាប់ក្បែរហ្នឹងទៅដើមកាច់កង់ស្អាតមែនតើកាត់ទៅបល់បន្តិចទៀតយើងទៅដល់កោះកុងគោលដៅហ្នឹងគឺទៅដល់កោះកុងហើយអាចទៅដល់កោះកុងហ្នឹងគឺវិលល្ងាចមកវិញបកត្រឡប់មកផ្ទះវិញអញ្ចឹងនេះណាយើងមកដល់ទីរួមខេត្តកោះកុងដោយសារខ្ញុំអត់ដែរសូវបានទៅកោះកុងទេ